ហើយពងរករឿងយើងរឿងរថក្រោះ39គ្រឿងដឹកមកពីចិនយន្តហោះសំទោសរថក្រោះហ្នឹងតាក់តមួយចិនយូរហើយក្នុងការតែទិញ93គ្រឿងណាឥឡូវដឹកមក39គ្រឿងថៃគេតាមមើលភ្លឺយើងនឹងយកមករថក្រោះហ្នឹងបើយកមកក៏ល្អហើយប៉ុន្តែបើយកមកយើងមិនអាចការពារខ្លួនបានផងក៏គេមកឈ្លានពានដាក់កុងតឺន័រដាក់បលាលុះអីហ្នឹងយកមករថក្រោះ1000គ្រឿងទេក៏គ្មានបានប្រយោជន៍អីដែរសំខាន់គឺយើងតល់តែប្តឹងថៃឲ្យចប់មួយសារហើយសាមគ្គីជាតិឲ្យរឹងមាំហើយនាំគ្នាទិញកាភ្លើងទិញយន្តហោះ F16 យកមកកលទុកចោលនៅពលានយន្តហោះប៉ូយតុងហ្នឹងទៅឬក៏កន្លែងណាទៅគ្រាន់តែដាក់កម្លាថៃខ្លះដែរតែដោះស្រាយរឿងតឡាការអន្តរជាតិមកហ្នឹងទោះតែយកសភាវុធស្អីមកក៏គ្មានប្រយោជន៍អីដែរតែវាយថៃស្អីបើលោកហ៊ុនសែនថាតែវាយថៃវាយដដើមមកវិញហ្នឹងគឺតកូនតចៅហើយអញ្ចឹងយកមកហ្នឹងគឺគ្រាន់តែមកហ្នឹងឲ្យតែត្រូវហើយយន្តរថក្រោះហ្នឹងទិញពីចិនយូរគាត់ដឹកមកតែក៏មកហ្នឹងមើលទៅថាអូយើងមានសភាវុធវាអត់បាច់សភាវុធស្អីការទៀតទេឥឡូវហ្នឹងគេវាយយើងខ្ចប់បាត់ទៅហើយយើងកុំនិយាយរឿងវាយអីទេព្រោះឥឡូវរដ្ឋាភិបាលជប់វាយអីកុំខ្វល់រឿងយោធាយើងរឿងរថក្រោះតែយើងត្រូវពង្រឹងស្មារតីជាតិនិយមផ្សះផ្សាជាតិនេះឲ្យរឹងមាំអាហ្នឹងបានឈ្នះសប្ងៃនេះទៅយករថក្រោះមកលានគ្រឿងទៀតក៏អត់ប្រយោជន៍ដែរតែយើងចង់បានតែរឿងខ្មែរយើងរឹងមាំលែងឆ្លោះគ្នាលែងងើបមួយវាយមួយទេបានខ្មែររឹងមាំហើយរឹងមាំហ្នឹងត្រូវការពេលយូរណាស់10 20 30ឆ្នាំទៀតដល់ប៉ុន្តែត្រូវចាប់ផ្ដើមពីចំណុចតែឥឡូវយើងអត់ធ្វើអាហ្នឹងផងយើងនៅតែរករឿងលៀបពណ៌គ្នាទៅដែរហើយយើងដឹងហើយនាយករដ្ឋមន្ត្រីថៃគាត់ថាអត់មានឈ្លានពានដីខ្មែរសំបីតែ1មីលីម៉ែត្រណាទេគឺគេយកដីគេទៅវិញអើថៃថាអីថាទៅកុំទៅឈឺក្បាលសំខាន់គឺយើងប្តឹងទៅបើថៃគេថាអញ្ចឹងហើយយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយកុំចរចាអត់ឈ្នះថៃទេតែបើចរចាក៏ចរចាចោះតែកុំធ្វើសង្គ្រាមជាមួយថៃអត់ឈ្នះថៃទេយើងត្រូវធ្វើសង្គ្រាមការទូតបែបទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យចរចាបដាដាក់សម្ពាធថៃតាមតុលាការខ្មែរប្រហែលជាគិតថាបើដាក់ពាក្យប្តឹងហើយទាំងចរចាមិនកើតព្រោះថាប្តឹងហ្នឹងឡើងចរចាអញ្ចឹងដីហ្នឹងបាត់រហូតដល់អញ្ចឹងហ្មងតុលាការដោះស្រាយ 4-5 ឆ្នាំផុតបោះឆ្នោតហ្នឹងទៅអញ្ចឹងសុកចិត្តអូកាឡាហ្នឹងដើម្បីខាញ់បានខ្លះទៅស្រួលស្អំទៅបានខ្ចាក់មកបន្តិចស្រួលអីចឹងទៅបោះឆ្នោត2027អាចមានទឹកមាត់លេបអីចឹងគណៈបកប្រជាជនកម្ពុជាបើធ្វើរបៀបនេះណាប្រជាពលរដ្ឋនៅតែបាក់ស្បាតបែបនេះកុំភ័យមិនចាញ់ឆ្នោតទេគណៈបកប្រជាជនកម្ពុជានឹងឈ្នះឆ្នោតភ្លុកទឹកភ្លុកដីទៀតធ្វើដូចឆ្នេះធ្វើទៅអ្វីដែលយើងបរាជ័យគឺឆាកអន្តរជាតិគេនឹងថ្កោលទោសយើងដដែលតែប៉ុណ្្នឹងឯងហើយគណៈបកប្រជាជនកម្ពុជានឹងកាន់អំណាចបានទៀតអត់មានទៅបាត់ទៅណាទេព្រោះបើយើងធ្វើរបៀបនេះរឿងដែលខាត់ប្រយោជន៍គឺប្រជាពលរដ្ឋទាំង18លាននាក់នឹងទទួលបញ្ហាសេដ្ឋកិច្ចបញ្ហាភ្ញៀវទេសចរបញ្ហាដាក់ទណ្ឌកម្មពន្ធគយអីឡាក់នឹងឡាក់គឺយើងរត់តែប៉ុណ្្នឹងឯងប៉ុន្តែបើរឿងគណៈបកប្រជាជនកម្ពុជានឹងឈ្នះឆ្នោតទៀតខ្ញុំអត់មានមន្ទិលទេបើយើងធ្វើបែបហ្នឹងគឺឈ្នះឆ្នោតទៀតព្រោះមានគណៈបកប្រឆាំងឯណាដែលគ្នាអាចរឹងមាំមកបានបើងើបមួយបាយមួយបង្ក្រាបគ្រប់ពេលយ៉ាងនេះចាប់ដាក់គុកដាក់ច្បាប់លោកកម្មសុខាដែលជាបុគ្គលឆ្នាំដែលអាចនឹងឈ្នះគណៈបកប្រជាជនកម្ពុជា24ម៉ោងយកទៅអត់ឲ្យធ្វើសិទ្ធិនយោបាយយកទៅហាមគាត់សិទ្ធិនយោបាយអស់មួយជីវិតអីនោះចូលឈ្មោះបោះឆ្នោតក៏មិនបានទៅបោះឆ្នោតក៏មិនកើត